ក្រុមបាល់ទាត់នារីមូហាម៉ាត់ខេត្តប្រសេនុយកឈ្នះក្រុមបាល់ទាត់នារីខេត្តកោះកុងការប្រកួតមិត្តភាពទេសចរក្រុមបាល់ទាត់នារីមូហាម៉ាត់ខេត្តប្រសេនុបានធ្វើការប្រកួតមិត្តភាពទេសចរជាមួយក្រុមបាល់ទាត់នារីខេត្តកោះកុងនារសៀលថ្ងៃទី22ខែសីហាឆ្នាំ2026នៅទីលានបាល់ទាត់វិទ្យាល័យកោះកុងខេត្តកោះកុងការប្រកួតនេះក្នុងគោលបំណងបង្កើនសមត្ថភាពបច្ចេកទេសដកស្រង់បទពិសោធន៍ពង្រឹងស្មារតីក្រុមនិងបង្កើតចំណងមិត្តភាពតាមរយៈសកម្មភាពកីឡាដែលផ្សារភ្ជាប់ជាមួយវិស័យទេសចរការប្រកួតមិត្តភាពនេះបានប្រព្រឹត្តទៅប្រកបដោយភាពស្វាហាប់និងស្មារតីកីឡាដោយកីឡាការិនីនៃក្រុមទាំងពីរបានបង្ហាញពីការខិតខំប្រឹងប្រែងសាមគ្គីភាពសហការជាក្រុមនិងសមត្ថភាពបច្ចេកទេសនៅលើទីលានក្នុងជំនួបនេះក្រុមបាល់ទាត់នារីមូហាម៉ាត់ខេត្តប្រសេនុបានបង្ហាញទម្រង់លេងបានយ៉ាងល្អនិងអាចរកគ្រាប់បាល់បានចំនួន4គ្រាប់ខណៈក្រុមបាល់ទាត់នារីខេត្តកោះកុងមិនអាចរកគ្រាប់បាល់បានឡើយគ្រាប់បាល់ទាំង4គ្រាប់របស់ក្រុមនារីមូហាម៉ាត់ខេត្តប្រសេនុរកបានដោយកីឡាការិនីថេតត្រេណេតចំនួន2គ្រាប់ម៉ាណូណា1គ្រាប់និងម៉ាក់យ៉ាវឡាយ1គ្រាប់បន្ទាប់ពីបញ្ចប់90នាទីក្រុមបាល់ទាត់នារីមូហាម៉ាត់ខេត្តប្រសេនុបានយកឈ្នះក្រុមបាល់ទាត់នារីខេត្តកោះកុងក្នុងលទ្ធផល4-0ការប្រកួតនេះមិនត្រឹមតែជាឱកាសសម្រាប់កីឡាការិនីទាំងពីរក្រុមក្នុងការពង្រឹងសមត្ថភាពបច្ចេកទេសនិងដកស្រង់បទពិសោធន៍ពីការប្រកួតជាក់ស្ដែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយពង្រឹងស្មារតីក្រុមសាមគ្គីភាពនិងចំណងមិត្តភាពរវាងក្រុមកីឡាការិនីនិងក្រុមការងារនៃខេត្តជាប់មាត់សមុទ្រទាំងពីរជាមួយគ្នានេះការរៀបចំការប្រកួតមិត្តភាពទេសចរនេះក៏ជាសកម្មភាពមួយក្នុងការផ្សារភ្ជាប់វិស័យកីឡានិងវិស័យទេសចរដោយប្រើប្រាស់ព្រឹត្តិការណ៍កីឡាជាវេទិកាសម្រាប់បង្កើតសកម្មភាពកម្សាន្តទាក់ទាញអ្នកស្នេហាកីឡានិងភ្ញៀវទេសចរព្រមទាំងផ្សព្វផ្សាយសក្តានុពលទេសចររបស់ខេត្តទាំងពីរសកម្មភាពកីឡាបែបនេះគឺបានពីការផ្ដល់ឱកាសដ៏ធំធេងពីថ្នាក់ដឹកនាំនៃក្រុមបាល់ទាត់ទាំងពីរដល់ក្រុមកីឡាការិនីដើម្បីបានផ្លាស់ប្ដូរបទពិសោធន៍ពង្រឹងសមត្ថភាពនិងបង្កើនទំនុកចិត្តក្នុងការប្រកួតព្រមទាំងចូលរួមជំរុញការអភិវឌ្ឍវិស័យបាល់ទាត់នារីនៅកម្ពុជាតាមរយៈការរួមបញ្ចូលកីឡានិងទេសចរការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់នារីមូហាម៉ាត់និងក្រុមបាល់ទាត់នារីខេត្តកោះកុងបានរួមចំណែកបង្កើនសកម្មភាពកីឡាជាពិសេសបានធ្វើឲ្យយុវនារីចូលរួមលេងកីឡាបានកាន់តែច្រើនដោយទិសស្លោកប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចដើម្បីលើកកម្ពស់សុខភាពរាងកាយនិងបញ្ញាស្មារតី